ជាក្បាច់គុនយុទ្ធក្រមខំ4ពីជ័យសង្គ្រាមមហានគរដែលត្រូវបានព្រះមហាវីរក្សត្រហត្ថយវង្សវរ្ម័នព្រះអង្គបានចងក្រងក្បួននេះឡើងជាមួយនឹងមហាសេនាវីរៈទ័ពក្រុងយសោធបុរៈដើម្បីការពារដែនមហាអាណាចក្រខ្មែរនិងបន្សល់ទុកឲ្យកុលបុត្រខ្មែរជំនាន់ក្រោយរក្សាអភិរក្សមរតកមួយនេះឲ្យគង់វង្សនិងបង្ហាញពិភពលោកបានដឹងបានស្គាល់នៅវីរភាពកេរមរតកទឹកពាក់បុរសខ្មែរ